ទាំងនេះជាឆ្អឹងខ្មោចដែលបានស្លាប់តាំងពីពេលណាគួរឲ្យសង្ស័យណាស់តែសង្ឃឹមថាមិនអីទៅចាខ្ញុំស្វាងភ្នែកតាមមែនទេបន្ទប់នៅតែម្នាក់ឯងសោះមិនបាច់ជាដូចជាមានស្រមោលរត់កាត់ទៅវិញអញ្ចឹងនាងនិយាយម្នាក់ឯងបានបន្តិចក៏ស្រាប់តែឮសំឡេងចម្លែកចេញពីក្នុងបន្ទប់នេះយ៉ាងគ្រលួចជាមួយនឹងខ្យល់បក់ចូលតាមបង្អួចយ៉ាងខ្លាំងម្ដាយនាងគឺជាអ្នកសម្លាប់យើងនាងគួរតែទទួលបានភាពឈឺចាប់ដូចជាយើងវិញដែរវាសម្លាប់យើងត្រូវតែសងសឹងនាងជាសម្លេងអ្វីទេបងមកនេះមកលេងសើចជាមួយខ្ញុំតាមឯទេបងកុំលេងបែបនេះអីណាខ្ញុំអត់ចូលចិត្តបងមកបងប្រាញ់រឿងម្ចាស់មរតកនៅក្នុងភូមិគ្រឹះដ៏ធំមួយមានតែម្ដាយនិងកូនដែលរស់នៅក្នុងភូមិគ្រឹះនេះជាមួយបាវបម្រើ2-3នាក់តែប៉ុណ្ណោះនៅថ្ងៃមួយម្ដាយក៏បានធ្លាក់ខ្លួនឈឺធ្ងន់ទេវីកូនម៉ែមើលទៅគឺគ្មានសង្ឃឹមរស់បន្តទៀតទេណាកូនក្នុងខ្លួនម៉ែវាហាក់ជាពោពេញទៅដោយសេចក្តីទុក្ខលំបាកម៉ែគ្មានសង្ឃឹមរស់បានបន្តទៀតឡើយណាកូនអ្នកម៉ែសុំអ្នកម៉ែទ្រាំតិចទៅណាកូនបានចេញពេទ្យជំនាញមកព្យាបាលអ្នកម៉ែហើយសុំអ្នកម៉ែកុំព្រួយបារម្ភអីអ្នកម៉ែទ្រាំតិចទៀតតែប៉ុណ្ណោះនឹងលេងអីហើយសុំអ្នកម៉ែកុំតន់ទៅណាអីណាកូនស្រីម្ដាយដឹងខ្លួនឯងច្បាស់ណាស់ថានេះមិនមែនជាជំងឺធម្មតាឡើយគ្មានអ្នកណាដែលអាចព្យាបាលបាននោះទេកូនក៏មិនចាំបាច់ខំប្រឹងបន្តទៀតដែរម៉ែរស់សពថ្ងៃនេះគឺដល់សេចក្តីវេទនាទៅហើយដូចនេះទោះជាម៉ែស្លាប់ក៏មិនអីដែរណាកូនសុំអ្នកម៉ែកុំមានប្រសាសន៍បែបនេះបានទេបើអស់ពីអ្នកម៉ែទៅហើយនោះកូនមិនដឹងថារកបានយ៉ាងម៉េចឡើយកូនគ្មានអ្នកណាជាទីពឹងនោះទេរាល់ថ្ងៃនេះគឺបានតែអ្នកម៉ែនេះហើយគឺជាទីពឹងដ៏កក់ក្ដៅសម្រាប់កូនសូមអ្នកម៉ែកុំតន់អស់សង្ឃឹមអីណាទេវីម៉ែមានពាក្យបណ្ដាំចុងក្រោយមួយចំនួនចង់ប្រាប់កូនឲ្យដឹងភូមិគ្រឹះនេះម៉ែនឹងប្រគល់ឲ្យកូនជាអ្នកកាន់កម្មទ្រព្យសម្បត្តិទាំងអស់ក៏ជារបស់កូនដែរតែម៉ែហាមដំណំមួយជាដាច់ខាតគឺកូនកុំទៅបើករបងដែលពាត់នៅស្រះក្បែរផ្ទះនោះឲ្យសោះណាតែមានរឿងអ្វីមែនទេអ្នកម៉ែបានជាហាមឃាត់មិនឲ្យកូនទៅបើករបងនៅកន្លែងនោះព្រោះតាំងពីតូចមកកូនក៏មិនបានទៅមើលកន្លែងនោះសោះហើយកូនស្ដាប់តែម៉ែទៅមិនចាំបាច់ចង់ដឹងរឿងនេះទេណាអូយម៉ែដូចជាទ្រាំមិនបានទៀតទេម៉ែប្រហែលជាលាកូនត្រឹមនេះសិនហើយអូយអ្នកម៉ែកុំទៅចោលកូនអីកូនមិនចង់បាត់បង់អ្នកម៉ែម្នាក់ទៀតទេលោកពុកបានស្លាប់កាលពីឆ្នាំមុនហើយមកឆ្នាំនេះគឺអ្នកម៉ែម្ដងមែនទេម្ដាយរបស់ទេវីបានស្លាប់ហើយក៏ឃើញមានព្រលឹងខ្មៅហោះចេញពីខ្លួនរបស់ម្ដាយទេវីផងដែរតែគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ